ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងនិង Buffet Terrain 2026 មានអ្នកចូលរួមជាង30ម៉ឺននាក់លក់អស់ផ្លែឈើចម្រុះប្រមាណជាង70តោនព្រឹត្តិការណ៍នៃពិព័រណ៍ផ្លែឈើបាត់ដំបងសម្រាប់ឆ្នាំ2026លើកទី2ដែលមានរយៈពេល10ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដានៅមានការរៀបចំឲ្យមាននៅកម្មវិធី Buffet Terrain 3ថ្ងៃត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងរលូនកាលពីល្ងាចថ្ងៃទី19ខែកក្កដាឆ្នាំ2026បើតាមរបាយការណ៍ពីស្ថានភាពនិងស្ថិតិភ្ញៀវទេសចរនៅក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងសម្រាប់ឆ្នាំ2026រយៈពេល10ថ្ងៃរបស់មន្ទីរទេសចរខេត្តបាត់ដំបងគិតចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026នេះគឺជាព្រឹត្តិការណ៍លើកទី2នៃពិព័រណ៍ផ្លែឈើដ៏ធំសម្រាប់ខេត្តបាត់ដំបងនៅក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកសិកម្មនិងផ្សព្វផ្សាយកសិទេសចរផលិតផលផ្លែឈើដែលមានគុណភាពខ្ពស់របស់ខេត្តបាត់ដំបងហើយក៏ដើម្បីពង្រឹងទីផ្សារជូនប្រជាកសិករនិងជំរុញកំណើនសេដ្ឋកិច្ចទេសចរវប្បធម៌ការលើកកម្ពស់កេរ្តិ៍ឈ្មោះនិងម៉ាកសញ្ញាផ្លែឈើខេត្តបាត់ដំបងឲ្យកាន់តែល្បីល្បាញនិងរំលេចពីការរំលឹកគុណតម្លៃរ៉ឺម៉កខ្មែរដើម្បីចូលរួមគាំទ្រនៅយុទ្ធនាការទេសចររដូវកាលបៃតងដែលជាគំនិតផ្ដេសផ្ដើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហូតហៈរដ្ឋមន្ត្រីក្រសួងទេសចរដល់ឡែកនៅក្នុងឱកាសបើកនៅព្រឹត្តិការណ៍នៃពិព័រណ៍ផ្លែឈើបាត់ដំបងនៃរដូវកាលបៃតងប្រចាំឆ្នាំ2026លើកទី2នេះឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងបានថ្លែងប្រាប់បណ្ដាញភ្នាក់ងារទូរទស្សន៍ឲ្យដឹងថាសូមជម្រាបថាការរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងសម្រាប់ឆ្នាំ2026នេះគឺជាលើកទី2សម្រាប់ខេត្តបាត់ដំបងដែលរៀបចំព្រឹត្តិការណ៍នេះជម្រាបថាព្រឹត្តិការណ៍នេះគឺរៀបចំឡើងដើម្បីចង់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទាំងទេសចរជាតិក្តីអន្តរជាតិក្តីទាំងអ្នកបាត់ដំបងក្តីឬក៏អ្នកក្រៅពីខេត្តបាត់ដំបងđâyគឺឲ្យមកចូលរួមលក់រសជាតិនៃផ្លែឈើបាត់ដំបងដែលជាខេត្តមួយសម្បូរបែបសម្បូរផ្លែឈើគ្រប់យ៉ាងហើយដោយរសជាតិឆ្ងាញ់នេះគឺយើងចង់ឲ្យនាំបងប្អូនស្គាល់ទី2គឺយើងចង់ឲ្យបងប្អូនដែលជាម្ចាស់ចម្ការហ្នឹងបានមកធ្វើពិធីជួបជុំដើម្បីលក់ដល់ផ្លែឈើជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលបានទទួលទានគឺផ្លែឈើពិតរបស់អ្នកបាត់ដំបងបាទហើយសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះយើងធ្វើផ្លែជាឆ្នាំមុនបន្តិចដោយសារទី1គឺយើងធ្វើរយៈពេលគឺមាន10ថ្ងៃបាទ10ថ្ងៃដោយសារឆ្នាំមុនយើងមានប្រសាទដល់បងប្អូនយើងគាត់ធ្វើទៅគាត់មិនទាន់អស់ចិត្តគេថាគាត់ចង់លក់បន្តទៀតអញ្ចឹងមួយឆ្នាំយើងបង្កលក្ខណៈបងប្អូនបានលក់ផលិតផលរបស់បងប្អូនហើយឆ្នាំនេះយើងមានរៀបចំជាការដង្ហែក្បួនផ្លែឈើតាមបណ្ដាក្រុងស្រុកដែលគាត់មានអីពិសេសរបស់គាត់ឲ្យដាក់លើរមាក់នេះជារៀបថាយើងបានរៀបរមាក់ដើម្បីហែក្បួនបង្ហាញដល់បងប្អូនទស្សនាថាផ្លែឈើស្រុកណាមានស្អីផ្លែឈើស្រុកណាមានស្អីអ្វីបិទដែលយើងមិនបានយកមកទាំងអស់បង្ហាញក៏មិនដែរជាការដកស្រង់នៅផ្លែឈើមួយចំនួនមកបង្ហាញហើយសំខាន់យើងចង់បង្ហាញពីអត្តសញ្ញាណរបស់រមាក់នេះជារមាក់របស់អ្នកបាត់ដំបងបាទដើម្បីនេះយើងចង់ឲ្យបង្ហាញបងប្អូនហើយសម្រាប់ថ្ងៃក្រោយគឺបងប្អូនអាចរមាក់នេះគឺជិះសម្រាប់ទស្សនាចរក្នុងខេត្តអីផ្សេងបានសម្រាប់ពេលអនាគតតែជារួមគឺគំនិតធំរបស់រដ្ឋបាលខេត្តដែលបានរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះប្រកបដោយយើងចង់ថាធ្វើម៉េចឲ្យបងប្អូនយើងអ្នកបាត់ដំបងនេះអ្នកចំការនៅបាត់ដំបងនេះរក្សាអត្តសញ្ញាណឲ្យបានបាទផ្លែឈើសម្លូតទុរេនសម្លូតឲ្យដឹងថាសម្លូតមង្ឃុតសាមាបោះសម្លូតឲ្យដឹងថាបោះសម្លូតបាទក្រូចពោធិ៍សាត់អូខ្ជាយដែលមានរសជាតិឆ្ងាញ់គឺត្រូវតែអូខ្ជាយម្នាស់ស្រុកមងអស័យស្រុកលុខការីក្រូចថ្លុងនៅស្រុករដ្ឋមណ្ឌលនៅបាណន់ផ្លែតសក់ស្រូវមើលឡុងនៅស្រុកណាត់ដែលបីតែឆ្ងាញ់ផ្អែមនេះគឺយកមកបង្ហាញគេហើយធ្វើម៉េចរក្សាអត្តសញ្ញាណនឹងឲ្យបានគឺជាចំណុចសំខាន់ដែលរដ្ឋបាលខេត្តចង់បង្ហាញដល់បងប្អូនទាំងអស់លោកហមអរុនអនុប្រធានមន្ទីរទេសចរខេត្តនិងជាអ្នកនាំពាក្យនៃមន្ទីរទេសចរខេត្តបាត់ដំបងបានថ្លែងឲ្យដឹងដែរថាបងប្អូនជាម្ចាស់ចម្ការដែលបានចូលរួមការដាក់តាំងលក់ផលិតផលក្នុងព្រឹត្តិការណ៍នេះមានការសប្បាយរីករាយដែលបានលក់ដាច់ជាងឆ្នាំមុនហើយបងប្អូនទាំងនោះបានគ្រប់គ្រងសំណុំពរឲ្យមានជារៀងរាល់ឆ្នាំដោយបងប្អូនរំពឹងថាការរៀបចំឲ្យមានព្រឹត្តិការណ៍បែបនេះអាចជួយផ្សព្វផ្សាយពីកសិផលចម្ការពួកគាត់បានទៅកាន់អតិថិជនមន្ត្រីនាំពាក្យបានឲ្យដឹងបន្ថែមថារយៈពេល10ថ្ងៃនៃព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ2026ចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026
មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមនៅក្នុងព្រឹត្តិការណ៍យ៉ាងច្រើនកកកើនឡើងជាងឆ្នាំមុនដោយស្ថិតិភ្ញៀវសរុប 30,2022 នាក់ក្នុងនោះទេសចរជាតិនិងប្រជាពលរដ្ឋចំនួន 30,152 នាក់និងទេសចរអន្តរជាតិចំនួន 970 នាក់មានស្តង់ផ្លែឈើរបស់ម្ចាស់ចម្ការចំនួន 57 ស្តង់ក្នុងនោះមានលក់នៅផលិតផលដាំដុះចម្រុះក្នុងទឹកដីខេត្តបាត់ដំបងដូចជាទុរេនសាវម៉ាវមង្ឃុតម្នាស់ក្រូចដូងលម៉ើចេកបន្លែសរីរាង្គជាច្រើនមុខទៀតមានស្តង់ផលិតផលភូមិមួយផលិតផលមួយនិងស្តង់ពិព័រណ៍ផលិតផលទូទៅលហមរុនក៏បានគូបញ្ជាក់ដឹងបន្ថែមថាដែលយោងទៅតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានដឹងថានៅក្នុងរយៈពេល10ថ្ងៃនេះផ្លែឈើដែលបានលក់ក្នុងព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ2026សរុប76តោន883គីឡូក្រាមក្នុងនោះទុរេន 59,390 គីឡូក្រាមដូង 12,000 គីឡូក្រាមសាវម៉ាវ 2,259 គីឡូក្រាមលម៉ើ530គីឡូក្រាមបឺ295គីឡូក្រាមម្នាស់410គីឡូក្រាមមង្ឃុត45គីឡូក្រាមនិងផ្លែឈើផ្សេងៗ 1954 គីឡូក្រាម